តីតមេភូមិភាគ2ថៃប៊ុនស៊ីនបាត់ឃ្លាំងថាថៃមានឱកាសយកប្រាសាទព្រះវិហារវិញនឹងបានចោទប្រកាន់ទៅតុលាការអន្តរជាតិថាកាន់ជើងខ្មែរនឹងប្រើបកពួកไหมที่จะนำปราสาทเขาพระวิหารกลับมาคืนสู่แผ่นดินไทยมีทางครับสาเหตุที่แพ้เพราะเขมรเขาไปเข้ากับฝรั่งเศสเป็นคนเขียนแผนที่1:200,000และเข้าអតីតមេបញ្ជាការភូមិភាគ2ប៊ុនស៊ីនផាខ្លាំងបាននិយាយថាថៃនៅតែមានឱកាសនៅក្នុងការយកប្រាសាទព្រះវិហារនឹងត្រឡប់មកវិញនៅក្នុងកិច្ចសម្ភារមួយកាលពីថ្ងៃទី2ខែឧសភានឹងមានគេសួរទៅប៊ុនស៊ីនផាខ្លាំងថាតើថៃមានឱកាសទេនៅក្នុងការយកប្រាសាទព្រះវិហារនឹងត្រឡប់មកក្នុងទឹកដីថៃវិញភ្លាមអតីតមេបញ្ជាការភូមិភាគ2រូបនេះបានឆ្លើយយ៉ាងមិនអៀនខ្មាស់ថាថៃមានឱកាសនៅក្នុងការយកប្រាសាទព្រះវិហារនឹងត្រឡប់មកវិញហើយអ្វីដែលធ្វើឲ្យថៃចាញ់បាត់បង់ប្រាសាទព្រះវិហារនឹងគឺជាការលូកដៃរបស់បារាំងនៅក្នុងការគូផែនទី1/1000ហើយបារាំងនឹងក៏បានជួយខ្មែរនៅក្នុងការការពារក្តីនៅតុលាការអន្តរជាតិមិនត្រឹមតែប៉ុណ្្នឹងទេប៊ុនស៊ីនផាខ្លាំងក៏បានចោទប្រកាន់ទៅតុលាការអន្តរជាតិថាកាន់ជើងខ្មែរនឹងប្រើបកពួក Like, share and follow more